ជំរាបសួរបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់ Channel របស់នាងខ្ញុំថ្ងៃនេះនាងខ្ញុំមានមុខម្ហូបមួយមកបង្ហាញជូនបងប្អូនពីរបៀបធ្វើញាំមីសួរសាច់ជ្រូក3ជាន់ណាបងប្អូនចាធ្លាប់ធ្វើអត់តាមពិតញាំមីសួរនេះគេអាចយកទៅញាំជាមួយនឹងបង្គាបានណាចាប៉ុន្តែសម្រាប់នាងខ្ញុំគឺនាងខ្ញុំយកសាច់ជ្រូក3ជាន់មកញាំជាមួយមីសួរនេះក៏ឆ្ងាញ់ម្យ៉ាងដែរបងប្អូនបើយើងអត់មានបង្គាទេយើងអាចប្រើសាច់ជ្រូក3ជាន់នេះបានខាងនេះគឺជាគ្រឿងផ្សំខ្លះៗដែលយើងត្រូវយកមកធ្វើញាំមីសួរហ្នឹងបងប្អូនចានាងខ្ញុំមានសាច់ជ្រូក3ជាន់មានមីសួរចាមានស្ពៃក្តោបមានការ៉ុតខ្ទឹមបារាំងម្ទេសផ្លោកប៉េងប៉ោះត្រសក់ចាមានម្ទេសក្រូចឆ្មាខ្ទឹមក្រហមខ្ទឹមសហើយនឹងគ្រឿងផ្សំយើងមួយចំនួនទៀតសម្រាប់ធ្វើទឹកត្រីចាយើងមានទឹកត្រីស្ករអំបិលអីចឹងណាចាតែនាងខ្ញុំអត់បានដាក់បង្ហាញជូនបងប្អូនទេគ្រឿងទាំងអស់ហ្នឹងនាងខ្ញុំនឹងសម្រាយនៅក្នុងវីដេអូនេះតែម្ដងជាដំបូងគឺនាងខ្ញុំដាំទឹកឲ្យពុះដើម្បីធ្វើការស្ងោរសាច់ជ្រូក3ជាន់យើងជាមុនសិនហើយនៅពេលទឹកពុះហ្នឹងគឺយើងបង់អំបិលបន្តិចចូលទៅចាបន្តមកទៀតគឺយើងដាក់សាច់ជ្រូក3ជាន់នេះដើម្បីធ្វើការស្ងោរវាឆ្អិនហើយសាច់ជ្រូកនេះគឺយើងលាងសម្អាតវារួចរាល់ហើយណាជាបន្តគឺនាងខ្ញុំដាក់មីសួរឬក៏អ្នកខ្លះហៅថាតាំងហ៊ុនណាបងប្អូនចានាងខ្ញុំហៅមីសួរចូលទៅក្នុងចានធំមួយហើយបន្តមកគឺយើងស្រោះទឹកក្តៅចាទឹកនេះគឺជាប្រភេទទឹកក្តៅដាំពុះយើងចាក់វាចូលទៅក្នុងចានហ្នឹងដើម្បីធ្វើការស្រោះមីសួររបស់យើងហ្នឹងឲ្យវាឆ្អិននិយាយទៅឆ្អិនទន់ហ្មងណាបងប្អូនចាសាច់ជ្រូក3ជាន់ដែលយើងស្ងោរមុននេះហ្នឹងឃើញថាវាឆ្អិនដែរហើយអញ្ចឹងយើងធ្វើការស្រង់វាឡើងមកហើយដើម្បីដឹងថាវាឆ្អិនល្មមឬមិនល្មមបងប្អូនអាចយកសមឬក៏កូនកំបិតអីយកទៅចាក់វាមើលថាស្បែករបស់វាហ្នឹងផុយនៅអញ្ចឹងណាបើសិនជាស្បែករបស់វាផុយចាមានន័យថាសាច់ជ្រូករបស់យើងគឺវាឆ្អិនហើយឥឡូវមីសួរដែលយើងស្រោះទឹកក្តៅនេះក៏ឃើញថាវាទន់ឆ្អិនល្អហើយដែរអញ្ចឹងនាងខ្ញុំធ្វើការស្រង់វាឡើងមកដែរហើយចាចូលមកដល់កន្លែងធ្វើតែម្ដងណាបងប្អូនជាដំបូងគេនេះគឺនាងខ្ញុំហាន់ម្ទេសផ្លោកចាម្ទេសផ្លោកនាងខ្ញុំហាន់វាជាសរសៃតូចៗណាបងប្អូនចាយើងកុំហាន់វាធំពេកព្រោះថាញាំមីសួរសរសៃមីសួររបស់យើងគឺវាតូចចាចឹងហើយបន្លែដែលយើងយកមកធ្វើញាំមីសួរនេះក៏យើងត្រូវហាន់វាឲ្យតូចដែរបន្លែបងប្អូនខ្លះគាត់អាចយកទៅស្រោះទៅអីចឹងណាប៉ុន្តែនាងខ្ញុំគឺអត់ស្រោះទេនាងខ្ញុំដាក់វាទាំងស្រស់អញ្ចឹងតែម្ដងចាបងប្អូនអរគ្នាគាត់ទៅលាងសម្អាតវាបានស្អាតត្រឹមត្រូវទៅហើយយើងយកវាមកចិតអញ្ចឹងមកចាឥឡូវចិតម្ទេសផ្លោករួចរាល់ហើយនេះខ្ញុំចាប់ដើមចិតការ៉ុតម្ដងចាការ៉ុតក៏ដូចគ្នាដែរនេះខ្ញុំហាន់វាជាប្រទេសស្ដើងអញ្ចេះហើយបន្តមកគឺបន្តហាន់វាជាសរសៃឆ្មាតូចទៀតណាបងប្អូនអរគ្នាចានេះបងប្អូនឃើញហើយនេះខ្ញុំហាន់វាជាសរសៃអញ្ចឹងបងប្អូនអាចយកវាទៅឈូសទៅអីក៏បានដែរចាតាមការចូលចិត្តប៉ុន្តែដោយសារតែនេះខ្ញុំធ្វើការចិតម្ទេសផ្លោកចិតអីហើយអញ្ចឹងហើយក៏យើងចិតការ៉ុតអីហ្នឹងអញ្ចឹងដែរទៅចាំបាច់យកទៅឈូសទៅអីទេប៉ុន្តែបើសិនជាបងប្អូនចង់ឈូសយើងអាចឈូសវាបានឈូសវាជាសរសៃណាស្ពៃក្តោបក៏យើងហាន់វាជាសរសៃឆ្មាដូចគ្នាដែរចាហើយស្ពៃនេះគឺជាប្រភេទស្ពៃក្តោបលាក់បងប្អូនបើអត់មានស្ពៃក្តោបលាក់ទេអាចប្រើស្ពៃក្តោបធម្មតាក៏បានឬក៏មិនចង់ដាក់ក៏មិនជាថ្មីដែរចាប៉ុន្តែសម្រាប់នេះខ្ញុំការធ្វើញាំធ្វើភ្លីអីនេះបន្លែច្រើនកាលណាគឺល្អកាលហ្នឹងបងប្អូនចាចូលចិត្តអីមានបន្លែច្រើនជាងសាច់ណាខ្ទឹមបារាំងគឺនាងខ្ញុំដាក់វាតែមួយចំហៀងទេព្រោះថាខ្ទឹមបារាំងគឺវាមានក្លិនឈ្ងុយចាអ្នកខ្លះគាត់ថាវាហឹរវាឈួលអីចឹងណាក៏គាត់អត់ចូលចិត្តដាក់ដែរប៉ុន្តែបើសិនជាបងប្អូនមិនធ្លាប់ដាក់ទេបងប្អូនអាចដាក់បានចានៅពេលដែលយើងធ្វើញាំទៅគឺខ្ទឹមបារាំងយើងបាត់ជាតិឈួលបាត់ជាតិហឹរអស់ហើយវាទៅជាឈ្ងុយវិញណាចាខ្ទឹមបារាំងគឺយើងហាន់វាតឹងចាពុះវាជាពីរហើយហាន់តឹងស្ដើងអញ្ចឹងណាបងប្អូនត្រសក់ក៏ដូចគ្នាដែរនេះខ្ញុំហាន់វាជាចំណិតប្រឆិតស្ដើងចេះហើយបន្ទាប់មកហាន់ជាសរសៃឆ្មាដូចគ្នាដែរប៉េងប៉ោះគឺនាងខ្ញុំហាន់វាជាបន្ទះស្ដើងដែរបងប្អូនអរគ្នាចាប៉េងប៉ោះទុំ2ផ្លែបន្ទាប់មកមីសួរដែលយើងស្រោះវាឲ្យឆ្អិនហ្នឹងគឺយើងយកវាមកហាន់ចាជាកង់ខ្លីៗចាបងប្អូនអាចយកកត្រៃមកកាត់ក៏បានដែររួចរាល់សម្រាប់មីសួរឥឡូវនេះចូលមកដល់សាច់ជ្រូកស្ងោររបស់យើងចានាងខ្ញុំយកវាមកហាន់ជាបន្ទះស្ដើងបន្ទាប់មកក៏ហាន់វាជាសរសៃរាងតូចល្មមណាបាច់តូចពេកទេបងប្អូនចាសាច់ជ្រូកយើងហាន់វាឲ្យនៅរាងសរសៃរាងធំបន្តិចណាចាអញ្ចឹងសម្រាប់គ្រឿងផ្សំមានបន្លែមានសាច់អីនេះរួចរាល់ហើយបងប្អូនអរគ្នាចាឃើញហើយនេះនៅក្នុងចានដែកមួយនេះគឺថាពេញតែម្ដងមើលទៅដូចថាមួយមុខបន្តិចទេចាដល់ពេលយើងដាក់ចូលទៅគឺឡើងពេញហ្មងបងប្អូនចាហើយយើងអាចមើលបញ្ជាក់នៅក្នុងនេះបានគឺនេះខ្ញុំមានមីសួរនៅចំកណ្ដាលហ្នឹងចាហើយបន្លែជុំវិញហ្នឹងគឺយើងមានប៉េងប៉ោះចាមានម្ទេសផ្លោកចាមានការ៉ុតមានស្ពៃក្តោបមានខ្ទឹមបារាំងមានត្រសក់ហើយមានសាច់ជ្រូក3ជាន់ណាបងប្អូនយើងមកធ្វើទឹកត្រីសម្រាប់ដាក់ភ្លាឬក៏ញាំរបស់យើងហ្នឹងចានេះខ្ញុំដាក់ម្សៅស៊ុបចូលមួយស្លាបព្រាបាយបន្ទាប់មកប៊ីចេងបន្តិចស្ករសនេះខ្ញុំដាក់មួយស្លាបព្រាឲ្យថែមបន្តិចដែរបងប្អូនព្រោះថាយើងត្រូវការរសជាតិវារៀងជូរអែមណាអញ្ចឹងត្រូវការរៀងជាតិផ្អែមហ្នឹងរៀងខ្លាំងបន្តិចចាទឹកត្រីបន្តិចដែរបងប្អូនចាទឹកត្រីនេះ
គឺទឹកត្រីដែលម្ដាយរបស់នាងខ្ញុំធ្វើអញ្ចឹងហើយវាអត់សូវជាមានជាតិប្រៃអីខ្លាំងណាស់ណាទេទើបនាងខ្ញុំដាក់វារៀងច្រើនស្លាបព្រាបាយណាបងប្អូនហើយបន្ទាប់មកគឺម្ទេសជ្រក់ចាម្ទេសជ្រក់ឬម្ទេសឆាក៏បានដែរតាមបងប្អូនចូលចិត្តប៉ុន្តែនាងខ្ញុំមានម្ទេសជ្រក់ដោយសារតែម្ទេសជ្រក់នេះយើងធ្វើខ្លួនឯងចាអញ្ចឹងហើយយើងទុកប្រើប្រាស់ពេលមានញោមមានភ្លាមានទៅធ្វើទឹកត្រីកោះកុងធ្វើទឹកត្រីបុកអីហ្នឹងគឺថាឆ្ងាញ់លេខ1ហ្មងបងប្អូនហើយបន្ថែមទឹកខ្មេះបន្តិចដែរបងប្អូនដើម្បីឲ្យវាមានជាតិជូរលះណាចាខ្ទឹមក្រហមគឺយើងយកវាមកចិតជាសរសៃបណ្ដោយចាសៃបណ្ដោយស្ដើងមកបងប្អូននេះខ្ញុំដាក់ម្ទេសដែរបងប្អូនម្ទេសស្រស់ណាហាន់វាដាក់បន្តិចទៅបន្តមកទៀតគឺខ្ទឹមសចាខ្ទឹមសយើងដាក់វា3-4កំពឹសណាដាំវាឲ្យបែកហើយបន្ទាប់មកគឺចិញ្ច្រាំវាឲ្យល្អិតចាច្រាំវាឲ្យល្អិតកាលណាល្អកាលណាបើសិនជាបងប្អូនមានឧបករណ៍ឬក៏ប្រដាប់ឈូសខ្ទឹមអាចប្រើប្រដាប់ឈូសខ្ទឹមបានចាព្រោះវាម៉ត់ល្អច្រាំល្អិតហើយគឺយើងដាក់វាចូលទៅក្នុងនឹងដែរហើយបន្ទាប់មកទៀតគឺក្រូចឆ្មាបងប្អូនចាក្រូចឆ្មានេះល្អមែនទែនបងប្អូនហើយព្រោះថាក្រូចឆ្មានៅក្នុងផ្ទះខ្លួនឯងណាបេះមកថ្មីស្រស់ហើយផ្លែធំសម្បូរទឹកចានេះយើងច្របាច់ក្រូចដាក់នេះចូលក្នុងនឹងដែរបន្តមកគឺយើងកូរច្បល់គ្រឿងក្រៅទាំងអស់ហ្នឹងឲ្យវាចូលសព្វជាតិគ្នាល្អណាបងប្អូនចាហើយយើងភ្លក់មើលទៅថាតើរសជាតិរបស់វាជូរប្រៃផ្អែមល្មមហើយនៅចាបើសិនជាល្មមហើយគឺសម្រាប់ថារួចរាល់ចាយើងអាចយកវាទៅលាយជាមួយនឹងបន្លែហើយនឹងសាច់របស់យើងបានហើយបងប្អូនចាឥឡូវនេះគឺនាងខ្ញុំយកវាទៅចាក់ចូលនៅក្នុងចាន់ដែកដែលយើងមានដាក់បន្លែសាច់អីហ្នឹងណាហើយបន្តមកទៀតគឺនាងខ្ញុំដាក់ជីចូលបងប្អូនជីនេះគេហៅថាជីថ្ពាល់ត្រីឬអ្នកខ្លះហៅថាជីម្លូហើយនឹងសណ្តែកដីចូលបន្ទាប់មកគឺយើងធ្វើការច្បល់វាចាជោគច្បល់វាឲ្យចូលសព្វជាតិចាសព្វសាច់សព្វបន្លែអីរបស់យើងហ្នឹងជាមួយនឹងទឹកត្រីហ្នឹងយើងច្បល់វារៀងយូរគួរសមដែរដើម្បីឲ្យវាចូលជាតិល្អចាហើយគាត់នឹងច្បល់ចូលភ្លាមបងប្អូនឃើញសម្រស់របស់ញោមមីសួរយើងឯងចាគឺថាមានតចម្រុះតែម្ដងខៀវក្រហមចាស្វាយអីចឹងណាមើលទៅគឺថាពណ៌ស្អាតអាហ្នឹងគេហៅថាសម្រស់ក៏បានរសជាតិក៏ឆ្ងាញ់ដែរបងប្អូនចាអញ្ចឹងយើងច្បល់វាមកសន្ទុះក្រោយមកគឺថាភ្លក់មើលទៅល្មមតែម្ដងបងប្អូនអត់ប្រៃអត់ផ្អែមអីទេគឺថារសជាតិមកឆ្ងាញ់ហ្មងណាមិនអួតទេបងប្អូនគឺនិយាយតាមការពិតតែម្ដងឆ្ងាញ់ចាសម្រស់ក៏បានរសជាតិក៏ឆ្ងាញ់ដូចដែលនាងខ្ញុំនិយាយមុននឹងអញ្ចឹងណាអ្នកគ្នាសម្រាប់ការធ្វើញោមមីសួរជាមួយនឹងសាច់ជ្រូក3ជាន់របស់នាងខ្ញុំនេះរួចរាល់ហើយឥឡូវនេះនាងខ្ញុំធ្វើការដួសវាដាក់ចានហើយបងប្អូនចាឃើញទេស្អាតមែនតើណាបងប្អូនណាសម្រស់វាគឺបានតែម្ដងចាពណ៌ចម្រុះហើយជាមួយនឹងរសជាតិក៏ឆ្ងាញ់ចាទេសភាពធម្មជាតិពិតទៀតអូចាអែមហ្មងបងប្អូនមុខម្ហូបមួយមុខនេះគឺថាយើងអាចទទួលទានលេងក៏បានឬក៏អាចធ្វើជាគ្រឿងក្លែមអីតិចតួចក៏បានដែរបងប្អូនណាចាផ្សារជាមួយបាយក៏បានចានិយាយទៅមិនរើសពេលវេលាមិនរើសទីកន្លែងមិនរើសកម្មវិធីទេមុខម្ហូបមុខនេះណាចាអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការចំណាយពេលវេលាមកតាមដានវីដេអូរបស់នាងខ្ញុំមួយនេះហើយជាពិសេសគឺការធ្វើញោមមីសួរមួយសាច់ជ្រូក3ជាន់នេះតែម្ដងចាអរគុណច្រើនជំរាបលាជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនអរគ្នា